mà mẹ khác có triêm ta vắn sầm hẹp baby có plek triêm sầm hẹp khuôn ai ô tê ho tha khuôn ai có thử xong thử cá xong bẹt mà chuẩn uốn sầm hẹp khuôn ai này ô tê ho tha khao tự nôm sầm hẹp mặn mặn nữa ta có triêm mình có triêm sầm hẹp tại baby tê Son sao cũng Slake Baby Love from the day one ហើយចំណេះដឹងថ្ងៃនេះក៏ជាចំណេះដឹងមួយដែលសំខាន់ផងដែរសម្រាប់ម៉ាម៉ាដែលគាត់ត្រៀមខ្លួនក្នុងការយកបទវិញ្ញាណវិស័យអង្គម្នាក់គាត់មានបទពិសោធន៍រហូតដល់ទៅ2ដងហើយទៅលើការសម្រាប់កូននេះអញ្ចឹងគាត់ដឹងច្បាស់ទៅលើពីរបៀបនៃការថែទាំហើយជាពិសេសនោះនៅពេលដែលសម្រាប់អ្វីខ្លះគួរធ្វើនិងអ្វីខ្លះដែលមិនគួរធ្វើចា៎អញ្ចឹងបងលេបងអាចចែករំលែកបានទេថានៅពេលដែលបងស្ត្រីដែលគាត់ទើបតែមានគូសារហើយគិតចង់យកជាមួយនឹង baby អញ្ចឹងតើអីទៅគួរតែអនុវត្តឬក៏អីទៅគួរតែគិតឬក៏ពិចារណាក្នុងការធ្វើអញ្ចឹងណាបងចា៎ចាអរគុណសម្រាប់សំណួរអញ្ចឹងតាមបទពិសោធន៍ខ្ញុំផ្ទាល់យើងសម្រាប់ម៉ាម៉ាថ្មីថ្មោងមួយចំនួនគាត់ត្រូវមានគាត់ថាត្រូវត្រៀមចិត្តសម្រាប់ខ្លួនឯងអញ្ចឹងជាយោបល់របស់ខ្ញុំកំហុសមួយចំនួនដែលម៉ាម៉ាគាត់ធ្វើហ្មងគាត់បដោតទៅលើកូនច្រើនជាងខ្លួនឯងអញ្ចឹងគាត់គិតគូរតែពីកូននេះអញ្ចឹងគាត់អាចភ្លេចពីសុខភាពខ្លួនឯងធម្មតាមនុស្សស្រីពេលដែលយើងទំសម្រាលហើយសុខភាពយើងក៏ទន់ខ្សោយដូចគ្នាត្រូវការសម្រាលឲ្យបានគ្រប់គ្រាន់ឧទាហរណ៍ថាពេលដែលកូនយើងគេងយើងត្រូវឆ្លៀតពេលហ្នឹងគេងជាមួយនឹងគ្នាទៅបានន័យថាកូនសម្រាកយើងក៏សម្រាកដែរហើយអាហារហូបចុកមួយចំនួនហ្នឹងគឺយើងមិនមែនថាមិនឲ្យតាមចាស់ទេប៉ុន្តែយើងគួរណាស់តែរកអាហារណាដែលសម្បូរដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីបានន័យថាយើងបើកម្លាំងយើងមកវិញណាអាហ្នឹងចាហើយមួយទៀតយើងកុំសូវប្រៀបធៀបខ្លួនឯងទៅម្ដាយអ្នកដទៃទៅលើ social media ឧទាហរណ៍ថាខ្ញុំឃើញគេចិញ្ចឹមកូនបានល្អការថែទាំរបស់បដិបត្តិជុំវិញគ្រួសាររបស់គេហ្នឹងក៏បានល្អដែរអញ្ចឹងកុំយកខ្លួនឯងទៅប្រៀបធៀបមួយអ្នកដទៃសំខាន់យើងសម្របសម្រួលការរស់នៅរបស់យើងឲ្យសមស្របទៅតាមគ្រួសារដែលយើងមានអញ្ចឹងដោយសារតែការចិញ្ចឹមកូនមួយគ្រួសារមួយគឺការចិញ្ចឹម3បាច់ថែរក្សាកូនហ្នឹងគឺខុសៗគ្នាចាបងខ្ញុំឃើញច្រើនមែនតើទៅលើតាមសង្គម social media ណាអានេះអ្វីដែលខ្ញុំបានឃើញប៉ុន្តែចែកនៅពេលដែលម៉ាម៉ាគាត់ចិត្តសម្រាប់ណាគាត់ធ្វើវីដេអូតាក់ទងជាមួយនឹងការរៀបចំកៅអៅអីផ្សេងសម្រាប់កូនច្រើនខ្លាំងមែនតើប៉ុន្តែម៉ាម៉ាហ្នឹងភ្លេចគិតរៀបចំខ្លួនឯងតើនៅពេលដែលសម្រាប់ហ្នឹងតើរៀបចំអីខ្លះទៅពេលសម្រាប់ហើយហ្នឹងតើមានត្រូវការរៀបចំជាមួយនឹងគ្រីមឬក៏ជាថ្នាំសង្កឹងអីសម្រាប់ខ្លួនឯងដើម្បីថែរក្សានៅខ្លួនឯងផ្ទាល់នៅពេលដែលសម្រាប់ហើយចឹងថងចំណេញនេះបងគិតមិនដែរចានឹងជាចំណុចដែលខ្ញុំនិយាយថាម៉ាម៉ាភាគច្រើនគាត់សប្បាយចិត្តនឹងការទទួលសមាជិកថ្មីគាត់ភ្លេចគិតពីខ្លួនឯងម៉ាម៉ាខ្លះគាត់ត្រៀមតែវ៉ាន់សម្រាប់ baby គាត់ភ្លេចត្រៀមសម្រាប់ខ្លួនឯងឧទាហរណ៍ថាខ្លួនឯងក៏ត្រូវការសម្ភារៈមួយចំនួនសម្រាប់ខ្លួនឯងដែរឧទាហរណ៍ថាខោទឹកនោមសម្រាប់ម៉ាម៉ាហ្នឹងតែគាត់អត់ត្រៀមទេគាត់ត្រៀមសម្រាប់តែ baby ទេអាហ្នឹងបានន័យថាដូចខ្ញុំនិយាយខាងដើមអញ្ចឹងម៉ាម៉ាពេលខ្លះគាត់គិតតែពីកូនភ្លេចគិតពីខ្លួនឯងអញ្ចឹងខ្លួនឯងក៏ជាចំណុចមួយដ៏សំខាន់ដែរកាលណាដែលយើងអត់មានសុខភាពល្អទេក៏យើងពិបាកក្នុងការមើលថែកូនដែរដល់ឡែកតតងជាមួយនឹងរឿងមួយអញ្ចឹងសម្រាប់បងដែលមានបទពិសោធន៍កូន2រួចមកហើយអញ្ចឹងរាល់ការចាយវាអីផ្សេងៗគឺត្រូវតែគិតគូរចាំបាច់ដែរហើយខ្ញុំក៏បានឃើញលើ social media គេថាចេះម៉ាម៉ានៅពេលដែលមានកូនចាប់ផ្ដើមគិតពិចារណាហ្មងថាទិញរបស់មួយហ្នឹងគិតថាចារបស់មួយហ្នឹងមានតម្លៃស្មើនឹងទៅដល់គោមកកំប៉ុងមកកំប៉ុងដល់គោមកកំប៉ុងអញ្ចឹងត្រូវគិតមែនតើអានេះខ្ញុំឃើញនៅលើ TikTok អាសាផុសមែនតើអញ្ចឹងសម្រាប់កូនមួយនេះបងដែលឆ្លងកាត់រួចមកហើយហ្នឹងបងធ្លាប់គិតចឹងអត់ស្មោះត្រង់ទៅក៏ធ្លាប់គិតចឹងដូចគ្នាដូចថាពីមុនយើងធ្លាប់ឃើញថាកាបូបបីជើងអីចេញថ្មីដឹងតែយើងត្រូវទិញហើយប៉ុន្តែឥឡូវយើងត្រូវគិតពីចំណាយយើងគិតពីគ្រួសារបានច្រើនយើងយល់ថាបើវាមិនចាំបាច់ក្នុងការទិញទេគឺយើងអត់ទិញទេប៉ុន្តែបើសិនជាដូចថាសាប៊ូលេសម្រាប់កូនចេញថ្មីគឺយើងដឹងតែទិញមុនគេហ្មងចាហើយនេះគឺជាក្តីសុខរបស់ម៉ាម៉ាថាក្តីសុខហ្មងបងចាអញ្ចឹងមុននឹងមិញក៏បងបានចែករំលែកឲ្យតាក់ទងជាមួយនឹងការដែលជៀសវាងនៅពេលដែលម៉ាក់រៀបចំខ្លួនយកបទជាពិសេសនោះនៅពេលដែលសម្រាអញ្ចឹងបងមានអីដូចជាបន្ថែមទៀតអត់តាក់ទងជាមួយនឹងថានៅពេលដែលធៀមសម្រាក៏ដូចជានៅពេលដែលយើងត្រៀមចិត្តត្រៀមកាយមាន baby នឹងហើយតើយើងគួរណាស់តែធ្វើអ្វីខ្លះដើម្បីដល់ក្តីស្រឡាញ់ឲ្យកូនផងទៅដល់ក្តី
ស្រឡាញ់ឲ្យគ្រួសារផងហើយជាពិសេសនោះមានពេលសម្រាប់មើលថែខ្លួនឯងទៀតចា ចាតាមបទពិសោធន៍ខ្ញុំខ្ញុំធ្លាប់ឃើញម៉ាម៉ាក់ជាច្រើនដែលគាត់មានជំងឺបាក់ទឹកចិត្តក្រោយសម្រាលតាមបទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំចង់ចែករំលែកពេលខ្ញុំកូនទី1ជាក់ស្ដែងក៏ខ្ញុំកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលដែរប៉ុន្តែសម្រាប់ខ្ញុំកូនទី2គឺអត់មានបញ្ហាហ្នឹងទេខ្ញុំបានត្រៀមចិត្តរួចរាល់ហើយខ្ញុំបានយល់ឃើញថាកត្តាទាំងអស់ហ្នឹងដោយសារតែខ្លួនឯងពេលខ្លះយើងគិតថាហេតុអីបន្ទាប់ពីយើងសម្រាលកូនហើយមនុស្សជុំវិញខ្លួនយើងផ្ដោតទៅលើតកូនយើងអត់ផ្ដោតមើលលើខ្ញុំអញ្ចឹងខ្ញុំក៏ជាម្នាក់ដែលលះបង់ធំធេងបង្កើតសមាជិកថ្មីមួយដែរអញ្ចឹងខ្ញុំទៅមានអារម្មណ៍មួយអន់ចិត្តហើយអត់ហ៊ាននិយាយប្រាប់គ្រួសារខ្លាចគេថាធំអីឬក៏យើងចំណាស់នេះហើយនៅទៀមទាការស្រឡាញ់អីណាណីទៀតអញ្ចឹងណាប៉ុន្តែចាក់ស្ដែងអត់ទេតែពេលខ្ញុំមានកូនទី2ខ្ញុំប្រាប់ថាបងកុំធ្វើអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សប្បាយចិត្តពេលដែលខ្ញុំឃើញសកម្មភាពបែបហ្នឹងអញ្ចឹងណាអញ្ចឹងត្រូវមើលទាំងកូនត្រូវមើលទាំងខ្ញុំដូចគ្នាខ្ញុំក៏ត្រូវការថ្នាក់ថ្នមមើលថែពីគ្រួសារឬក៏ពីបងដូចគ្នាដែរចាក៏ប៉ុន្តែទស្សនវិជ្ជាបែបនេះខ្ញុំធ្លាប់ឃើញច្រើនណាបងនៅក្នុងខ្សែភាពយន្តហើយជាពិសេសហើយខ្ញុំក៏អត់ទាន់ជួបខ្លួនឯងផ្ទាល់ដែរ design នៅពេលដែលទង្វើបែបថាម៉ាម៉ាក់គាត់ពិតជាខំប្រឹងខ្លាំងមែនតើសម្រាប់ធ្វើការឆ្លងទន្លេអញ្ចឹងណាតទៅពេលអ្នកដែលចាប់អារម្មណ៍ជាងគេគឺជា baby ទៅវិញអញ្ចឹងបើសិនបើម៉ាម៉ាក់ទុកនៅនឹងអត់និយាយទេអាចមានការពិបាកវិញត្រូវអត់បងចាការទុកដែលយូរទៅយើងអាចទៅជាជំងឺបាក់ទឹកចិត្តនឹងដូចខ្ញុំនិយាយអញ្ចឹងណាហើយចំណុចទី2សំខាន់ហ្នឹងបាក់ទឹកចិត្តលើរូបរាងខ្លួនឯងអញ្ចឹងធម្មតាយើងពោះយើងអត់អាចលាបផលិតផលអីបានទេអញ្ចឹងធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាយើងបាត់បង់ខ្លួនឯងណាប៉ុន្តែកុំគិតអញ្ចឹងបន្ទាប់ពីសម្រាលមនុស្សស្រីភាគច្រើនសិតតែជួបរឿងអញ្ចឹងពេលដែលកូនយើងរឿងធំបន្តិចទៅគេហៅថាសម្រស់របស់យើងហ្នឹងវានឹងវិលត្រឡប់មកវិញឯងតាមខាតថែរក្សារបស់ខ្លួនឯងអញ្ចឹងមួយទៀតខ្ញុំចង់លើកទឹកចិត្តឲ្យម៉ាម៉ាក់ទាំងអស់គ្នាមិនថាមានកូន1កូន2ទេសំខាន់បំផុតគឺយើងថែរក្សាខ្លួនឯងនិងស្រឡាញ់ខ្លួនឯងផ្ដោតលើខ្លួនឯងឲ្យបានច្រើនបងអ្នកក៏ចែករំលែកទៅលើ4ចំណុចនេះប៉ុន្តែចំណុចទាំងអស់នេះគឺសិតតែសំខាន់ហើយម៉ាម៉ាក់អាចយកបទពិសោធន៍ទាំងអស់នេះទៅពិចារណាព្រោះថាអាចសម្រាប់កូនដែលមានសុខភាពល្អហើយជាពិសេសនោះគឺផ្លូវចិត្តរបស់ម៉ាម៉ាក់រឹងមាំផងដែរចា៎